ខេសួស្តីបងប្អូននេះគឺជាឈុតថ្មីឈុតជំនាន់ថ្មីឧបករណ៍ពីតាក់មកគូមាន solo អីគួយចែកសាប់សំសលេងព្រោះអញ្ចឹងឈុតនេះយើងមើលពី accessory ពេលដែលយើងទៅគឺបានម៉ៃថ្លៃមកគូបងម៉ៃប្រភេទម៉ៃដែរច្រៀងក្រៅខេព្រោះមែនតើម៉ៃនេះជាម៉ៃប្រភេទញោមហ្មងការស្រូបច្បាស់ច្រៀងព្រោះហើយជាមួយនឹងបាសរបស់យើងគឺយើងលេងជាមួយសណាញ់មកយើងមាន built-in សណាញ់មកហើយមានភ្លើងឡាយខាងមុខជួរសម្លេងស្អាតមែនតើហើយយើងប្រើជាមួយនឹង ampli mini ស្រីថ្មី ampli នេះគឺឆ្លងព្រោះជាមួយនឹងដៃខាងមកដៃលើជំវិញខាងនេះគឺយើងលាក់ជាមួយនឹងឈើស្អាតមែនតើហើយខាងនេះយើងប្រើជាមួយនឹងក្របសាច់នៅកណ្ដាលហើយគួយសពខាងដើម្បីសលេងចាក់វាកាន់តែខ្លាំងឈុតនេះគឺយើងប្រើថ្មមកដើម្បីរក្សាទម្ងន់វាឲ្យបានស្រាលស្រួលបបាក់ទីតាមខ្លួនអញ្ចឹងណាអញ្ចឹងឈុតនោះយើងប្រើជាមួយនឹងថ្មគុណភាពវាប្រើបានយូរឆ្នាំហើយការកាន់ក៏វាកាន់ខ្លាំងជាងអង្គុយដែរអញ្ចឹងឈុតនេះគឺទូចមកល្មមពីទឹកនេះគឺខ្ញុំរក្សាព្រៀនឲ្យវាទូចធំជាងមកទឹកកន្លះបន្តិចទៀតតែបើសលេងខ្លាំងជាងគុណ2ដែលសារយើងប្រើ ampli ធំជាងមុន ampli នេះគឺជា ampli ប្រភេទ240សម្រាប់ ampli mini ស៊េរីថ្មីអានេះមាន volume សេរីសាប់សេរីសង treble សេរី reverb delay មាននៅក្នុងទាំងអស់ឥឡូវយើងមកមើលពី function ampli តិចតអូខេអញ្ចឹងនៅពេលដែលយើងឈរចំពីមុខបាសអញ្ចឹង ampli របស់យើងចែកចេញជាពីរប្លុកខាងឆ្វេងគឺសលេងភ្លេងប្លុកខាងស្ដាំគឺប្លុកពាក់ព័ន្ធមួយសលេងច្រៀងអញ្ចឹង volume ធំនេះគឺ volume សេរីម៉ៃខ្លាំងខ្សោយអានេះសលេង master របស់ volume ហើយសលេងបតង់ទូចនេះគឺពាក់ព័ន្ធជាមួយនឹងការច្រៀងមាន echo delay reverb ជាមួយនឹងសលេងធ្ងន់ស្រាលសលេងពាក់ព័ន្ធមួយសលេងច្រៀងហើយខាងនេះក៏ចឹងដែរបងសលេង mid high ហើយនឹងបាសគឺយើងសលេងនៅខាងនេះអញ្ចឹងយើងចង់បានបាសធ្ងន់យើងបើកបាសកប់ទៅមានកន្លែងសលេង sub wall មានកន្លែងនេះកន្លែងសលេង reverb ពាក់ព័ន្ធខាងនេះមួយមកដាក់នៅខាងនេះហើយពាក់ព័ន្ធមួយសលេងស្រួយខ្លាំងគឺយើងប្រើសលេងនេះប្រភេទសលេង treble សលេងឆឹកហើយសលេង mid នេះគឺពាក់ព័ន្ធមួយសលេង solo បងអញ្ចឹង function សេរីគឺមានទាំងអស់នៅក្នុងហ្នឹងការច្រៀងគឺព្រោះសលេងក៏ធ្ងន់ដែរបងអញ្ចឹងបងមានចម្ងល់ពាក់ព័ន្ធនេះបន្ថែមអាចឆាតមក Telegram បានឬក៏តាក់ទងមកតាមលេខខ្ញុំនៅខាងក្រោមនៅក្នុង comment ណាអញ្ចឹងបងចាំបានតាក់ទងមកអរគុណ